บัดส่งกรบหนึ่งจุดเรียบสู้ต่อการถนัดนักน้อมนักบองโอนถึงออกนี้จิมใช่คือมิจฉาอาชีวกรรมแต่น้องได้กระปงแต่เมื่อหนึ่งเรียนตามวิดีโอมันนี่แบบจังวิดีโอมันนี่คือชมสมใจรำเล่อมปีระเบียบนักนองกาเตเป็นตุแบบเตเป็นตุปีอักขรบ่อเยื้องต่อการอักขรได้กูบ่อเยื้องต่อการอักขรเนื้อหน้าได้เยื้องจ่องเตเตอแบบจังดำไปโอกาสที่จะบ้ายังจบmộtขนมใน ID របស់យើងមកទៅពេលយើងបើក ID របស់យើងដំបូងគឺចេញមកអញ្ចឹងពេលដែលចេញមកអញ្ចឹងហើយយើងមើលនៅខាងក្រោមនេះគេដាក់ពាក្យថា transfer បាទ transfer ចេញយើងចុចលើពាក្យហ្នឹងមកបាទនេះអញ្ចឹងយើងចុចបាទនៅខាងទាំងអស់នេះគឺខ្ញុំនៅបញ្យល់មួយបាទបន្ទុក BPV បាទខាងលើនេះយើងពេលដែលយើងចុចទៅគឺវាមាន3បាទបើធម្មតាគឺមានតែ2ទេណាបាទអ្នកដែលមានលេខកូដធម្មតាគឺមានតែ2ទេដែលអាចផ្ទេរចេញបានគឺបន្ទុកមាសបាទដែលជាបន្ទុក BPV ហ្នឹងសម្រាប់ដោះដូរយកគ្រប់តំណែងដែលម្ចាស់អាជីវកម្មគេបានធ្វើ promotion ហើយយើងបាន promotion មកវិញបាទនេះគឺបន្ទុក BPV បើយើងចង់ផ្ទេរបន្ទុកហ្នឹងយើងស្លេកលើបន្ទុកហ្នឹងមក PV គឺជាបន្ទុកមួយសម្រាប់ដោះដូរយកតំណែងបានតែតំណែងទេ promotion អត់បានទេអាហ្នឹងបើយើងចង់ផ្ទេរអាហ្នឹងទៅកាន់ដៃគូយើងក៏យើងចុចលើអាហ្នឹងមកបាទអញ្ចឹងយើងចង់ផ្ទេរបន្ទុក BPV អញ្ចឹងយើងចុចលើ BPV ហ្នឹងមកផាច់ហើយកន្លែង receiver ID card បាទថា ID អ្នកទទួលបាទអ្នកណាគេបាទយើងចុចលើហ្នឹងមកយើងវាយចូលមកបាទឧទាហរណ៍យើងវាយឈ្មោះក៏បានដែរតារាបាទវាយឈ្មោះមកក៏វាចេញ ID មកដែរបាទនេះគេចេញមកឬក៏យើងវាយពាក្យវាយលេខក៏បានដែរដាក់1ចុច ID របស់គេក៏បានដែរណាបាទក្រេ7ហើយក្រេ8បាទបែបហ្នឹងក៏បានដែរក៏ចេញឈ្មោះគេមកដែរវាយឈ្មោះក៏បានវាយ ID ក៏បានអញ្ចឹងពេលដែលចេញមកហើយយើង select លើហ្នឹងមកបាទអូខេចុះមកក្រោមទៀតកន្លែងនេះគឺ amount ចំនួនអញ្ចឹងចំនួនដែលយើងអាចផ្ទេរបានមានចំនួនប៉ុន្មានគឺមាន 43900 បាទអញ្ចឹងយើងចង់ផ្ទេរបានឧទាហរណ៍ខ្ញុំចង់ផ្ទេរ 1000 យើងវាយ 1000 ចូលមកបាទចង់ផ្ទេរ 10000 ក៏វាយ 10000 ចូលមកបាទលេខ description យើងចង់សរសេរមិនបាទយើងដាក់ថាគាត់បានទទួលថ្ងៃនេះអញ្ចឹងទៅក៏បានគឺចង់សរសេរអីក៏បានដែរបាទខាងក្រោមនេះគឺ private note បាទយើងចង់សរសេរអីក៏បានដែរបាទដាក់ចូលមកហើយបន្ទាប់ពីយើងបានដាក់ ID អ្នកទទួលហើយចំនួនអ្នកទទួលប្រមាណហើយគឺយើងចុច confirm មកបន្ទាប់ពីចុច confirm ហើយគឺវាគ្រីសហើយគឺវាចូលទៅក្នុងលេខកូដមួយហ្នឹងបាទលេខកូដមួយហ្នឹងហើយអញ្ចឹងយើងអាចទៅឲ្យម្ចាស់លេខកូដហ្នឹងគឺឆែកមើលទៅតើ 1000 ហ្នឹងបានចូលទៅក្នុងលេខកូដរបស់គេហើយនៅតែសម្រាប់យើងគឺដឹងតែបាញ់ទៅហើយបាទចូលហើយបាទចេញស្នាគ្រីអញ្ចឹងគឺដល់ចូលហើយណាអូខេចឹងនេះគឺរបៀបនៅក្នុងការផ្ទេរបន្ទុកគឺយើងមានប្រព័ន្ធហ្នឹងដែលខ្ញុំចង់ចែករំលែកជូនទៅកាន់ពុកម៉ែបងប្អូនអរគ្នាថ្នាក់ដឹកនាំនិងម្ចាស់អាជីវកម្មដើម្បីបានចេះប្រើប្រាស់ក្នុងការផ្ទេរបន្ទុកពីអក្សរមួយទៅអក្សរមួយអូខេអរគុណច្រើនបាទ